ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបធ្វើបង្អែមបបរពោតសម្រាប់ប្រភេទពោតវិញបងប្អូនចង់ប្រើពោតមួយណាក៏បានដែរមានដូចជាពោតសពោតលឿងឬក៏ពោតលាក់ក៏ប៉ុន្តែយើងមានចំណុចពិសេសមួយដែលធ្វើឲ្យបង្អែមនេះមានរសជាតិឆ្ងាញ់គឺយើងត្រូវជ្រើសរើសប្រភេទពោតដែលខ្ចីតោះអញ្ចឹងយើងមកចាប់ផ្ដើមទាំងអស់គ្នានេះគឺជាគ្រឿងផ្សំសម្រាប់ធ្វើបង្អែមបបរពោតឥឡូវយើងមកចាប់ផ្ដើមធ្វើទាំងអស់គ្នាជាដំបូងគឺយើងនឹងយកគ្រាប់សាគូចំនួនកន្លះខាំមកលាងទឹកឲ្យស្អាតលាងសម្អាតគ្រាប់សាគូបានរួចរាល់គឺយើងនឹងចាក់ទឹកឲ្យលិចគ្រាប់សាគូនោះរួចហើយត្រាំវារយៈពេល10នាទីជំហានបន្ទាប់គឺយើងត្រូវយកពោតខ្ចីចំនួន5ផ្លែមកបកសំបកចេញឲ្យស្អាតបន្ទាប់ពីបកសំបកនិងយកសក់ពោតចេញរួចហើយគឺយើងត្រូវយកកាំបិតមុខ2មកចិតសាច់ពោតនោះស្ដើងសាច់ពោតដែលបានឈូសចេញមកនេះគឺមានទម្ងន់5ខាំកន្លះនៅពេលនេះគ្រឿងផ្សំទាំងអស់គឺត្រៀមបានរួចរាល់ហើយអញ្ចឹងគឺយើងអាចចាប់ផ្ដើមមកធ្វើបបរពោតបានជាដំបូងគឺយើងនឹងដាក់ដាំទឹកចំនួន2លីត្រឲ្យពុះបន្ទាប់ពីទឹកបានពុះហើយគឺយើងត្រូវយកគ្រាប់សាគូដែលយើងបានដាក់ត្រាំទឹកនឹងច្រោះទឹកចេញឲ្យអស់រួចហើយដាក់វាចូលបងប្អូនត្រូវឧស្សាហ៍កូរគ្រាប់សាគូនោះផងដើម្បីកុំឲ្យវាកកបាត់ឆ្នាំងដូច្នេះគឺយើងត្រូវដាក់វាស្ងោររហូតដល់វាឆ្អិនប្រហែលជា 50% ចាំយើងដាក់សាច់ពោតចូលក្នុងពេលតែមួយនោះគឺយើងត្រូវបង់ស្លឹកតើយចំនួន3សន្លឹកចូលនិងកូរវារហូតដល់ទឹកនោះពុះឥឡូវនេះបបរពោតគឺបានពុះហើយអញ្ចឹងគឺយើងអាចបង់អំបិលចំនួនកន្លះស្លាបព្រាកាហ្វេស្ករសចំនួន2ខាំក្រោយមកគឺយើងត្រូវកូរស្ករអំបិលឲ្យរលាយសព្វនៅក្នុងទឹកបបរពោតនោះស្ករអំបិលនៅពេលនេះគឺរលាយអស់ហើយចំណែកឯបបរពោតក៏ពុះល្អដែរអញ្ចឹងគឺបងប្អូនអាចលើកវាចុះមកដោយបងប្អូនបានដឹងស្រាប់រួចមកហើយបបរពោតនេះគឺយើងអាចញ៉ាំវាដែលវានៅក្តៅឬមួយក៏បងប្អូនទុកឲ្យវាចុះត្រជាក់បន្តិចសិនក៏បានដែររួចហើយគឺយើងនឹងបន្ថែមទឹកខ្ទិះមកស្រោចពីលើចំពោះវិធីនៃការធ្វើទឹកខ្ទិះដូងបងប្អូនអាចចុចនៅលើ link ខាងលើឬមួយក៏ចូលទៅក្នុងវីដេអូ description ដើម្បីមើលពីរបៀបធ្វើទឹកខ្ទិះដូងនោះចាបបរពោតរបស់យើងនៅពេលនេះគឺធ្វើបានរួចរាល់ហើយអញ្ចឹងក៏សូមអរគុណច្រើនចំពោះការទស្សនាវីដេអូមួយនេះហើយប្រសិនបើបងប្អូនមានយោបល់អ្វីគឺសូមសរសេរជា comment នៅខាងក្រោមវីដេអូជាចុងក្រោយក៏សូមឲ្យបងប្អូនជួយ like និង share វីដេអូនេះឲ្យបានច្រើនផងនិងកុំភ្លេច subscribe នៅក្នុង YouTube channel របស់ខ្ញុំដែលមានឈ្មោះថា Soma Fun និងសូមឲ្យបងប្អូនជួយ like និង follow Facebook page របស់ខ្ញុំផងដែរហើយចាំជួបគ្នានៅក្នុងមុខម្ហូបឬក៏បង្អែមបន្តទៀតអរគុណច្រើនជម្រាបលា